យើងដល់យើងអាចចាប់តាមបានប្រើណាភាសាអស់អ្នកមកយ៉ាងទៅយើងប៉ុណ្ណឹងអូខេណាចឹងដោយបានការសង្កេតការភាសាប្រាំមុនចឹងតាំងនេះយើងចូលទៅជំនាញថ្មីណាគឺ Laravel អញ្ចឹងយើងបានចំណាយពេលប្រហែលជា4សប្តាហ៍ការភាសាប្រាំមុនយើងបានសិក្សាទៅលើការរំលឹកមេរៀនតែយើងបានរំលឹកទៅលើ PHP របស់យើងដើម្បីយើងស្គាល់អំពី syntax របស់វាដើម្បីយើងដឹងអំពីការសរសេរវាចឹងទៅអញ្ចឹងសប្តាហ៍នេះយើងចូលទៅជំនាញថ្មីរបស់យើងគឺ Laravel របស់យើងហើយណាអាចជាចំណុចសំខាន់ហើយនឹងជាអ្វីយើងត្រូវការ focus ទៅលើវាហើយអញ្ចឹងចាប់ថ្ងៃនេះតទៅសូមឲ្យគ្នាយើងមករៀបបានបន្តកុំអាសាឈប់ណាយើងដោយសារយើងបានចំណុចសំខាន់របស់យើងហើយចាំដល់ដល់ទីនេះយើងក្នុង course យើងនេះយើងសិក្សាទៅលើពីមួយធំណាទី1គឺ Laravel ដែលជា framework របស់ PHP ហើយមួយទៀតវាគឺជា MongoDB ណាយើងផ្ដោតទៅពីលើពីចំណុចសំខាន់ហ្នឹងបាទអូខេណាចឹងខ្ញុំសូមតបន្តិចទៅបាទអូខេណាចឹងថ្ងៃនេះគឺយើង introduction នេះយើងគាត់ទៅចូលទៅចំណុចបែបថាដូចចូលដបងអញ្ចឹងណាតើតជាមួយនឹងLaravel របស់យើងអញ្ចឹងយើងមាន content ទាំងអស់ហ្នឹងបាទយើងមានទាំងប្រហែលជា6 7ហ្នឹងដែរតែខ្លីៗបាទយើងអញ្ចឹងទី1គឺយើងមានយើងនឹងសិក្សាស្គាល់ទៅលើ data វិញទៅឆ្លាតវិញយើងស្គាល់ពី Laravel overview ហើយយើងស្គាល់ថាមានសមត្ថភាពការប្រើប្រាស់ Laravel framework ហើយក៏មានសមត្ថភាពការប្រើប្រាស់ MVC project structure យើងស្គាល់អំពីតើ MVC នឹងធ្វើការបែបម៉េចយើងនឹងដឹងអំពី HTTP method ហើយនឹងយើងនឹងស្គាល់អំពី route និង view ណាហ្នឹងហើយយើងដឹងហើយខ្ញុំផ្លោប្រាប់ឲ្យយើងម្ដងណាការយើងចូលរៀនដំបូងបំផុតការចូលរៀនដំបូងបំផុតណាហើយយើងដឹងហើយយើងបានធ្វើការប្រើប្រាស់framework នេះយើងបែបគេប្រើ framework សម្រាប់ឥឡូវដោយសារតែយើងដឹងហើយណាកាលពីដំបូងឡើយយើងអាសាប្រើប្រាស់ភាសាដើមរបស់គេអញ្ចឹងណាតែដល់ពេលក្រោយមកយើងឃើញតែគេនិយមប្រើប្រាស់ framework ច្រើនជាងការប្រើប្រាស់ភាសាដើមមិនបានអញ្ចឹងយើងដឹងទេមាននៅចាញ់នឹងប្រាប់ខាងមុនទេបាទស្រាប់សើហើយគេទៀតត្រូវស្រាប់ត្រូវមេទៀតនេះយើងគេដឹងស្រាប់តាមម៉ាត់ហ្នឹងនេះlà framework របស់យើងបើគេចូលប្រើប្រាស់ framework ជាងភាសាធម្មតាទៅឥឡូវចាំមកគ្នាយើងសាករាល់ framework មកខ្ញុំស្គាល់ framework មកខ្លះរៀបរាប់ស្អីខ្លះចាំតិចខ្ញុំសុំបើកភាសាយើងមានអ្នកដឹងមានអ្នកដឹងនេះយើងតែសាករៀបរាប់មើលយើងស្គាល់ framework មកខ្លះឥឡូវ CSI យើងមើលមាន framework មកខ្លះ CSI របស់យើងបាទ Bootstrap ត្រូវគេទៀតបាទ Tailwind ចាំតិចនេះទៀតនេះយើងថាសៀបដែរតែគេមិនសូវប្រើឲ្យខាងយើងតែចុះបើថាសៀបអីតែគាត់ថានៅខ្មែរយើងអត់សូវប្រើបានទេថាសៀបហ្នឹងគេប៉ុណ្ណឹងច្រើនមានតទៀតតែសុំប៉ុណ្ណឹងចុះឥឡូវ JavaScript បាទ JavaScript សម្បូរជាងគេបាទ framework code រាប់រយលានទីទៀតយើងដឹងហើយ JavaScript បាទ React ណា React នឹងមាន2មាន React ធម្មតា React JS ណានេះទៀតបាទ view នឹងទៀត Angular ក៏ជារបស់ JavaScript ដែរណាគេទៀតស្អីទៀតខ្ញុំភ្លេចឈ្មោះនេះស្អីនឹងNode.js ក៏បានដែរចុះនេះយើងនេះអីគេស្អីទៀតអូ jQuery ណា jQuery ទៀតនេះទៀតនេះយើងចាំហ៎មានតែចាំហ៎ចាំមែនបាទនឹងហើយតែ JS មួយទៀតតែ JS ទៀតហ្នឹងយើងច្រើនណាស់បាទចាំអស់ឲ្យច្រើននិយាយទៅ JavaScript មួយសម្បូរ framework ជាងគេណាគេប៉ុណ្ណឹងចុះណាប៉ុណ្ណឹងចុះនេះទៀតនេះយើងស្អីទៀតនេះអីទៀតនេះមាន framework បើPython បើយើងស្គាល់ជាងគេមានតែ Django ឯហ្នឹងគឺដូចច្បាស់ជាងគេតែប៉ុណ្ណឹងដូចអត់សូវច្បាស់ដែរនេះមាន Django ស្អីទៀតនឹងឲ្យគេទៀត
ប៉ុណ្ណឹងចុះណាយើងដឹងតែមួយទៀតគឺ PHP របស់យើងគឺនិយមប្រើជាងគេគឺLaravel ហ្នឹងឯងណា Laravel គឺយើងអាសាប្រើជាងគេចឹងសរុបមកវិញយើងរៀន Laravel នេះគឺសំដៅទៅលើវាគឺជា PHP framework ណាហ្នឹងហើយចឹងសរុបមកវិញបាទ Bootstrap នេះវាគឺជាថា Bootstrap Tailwind TypeScript នេះវាគឺជា CSS framework ហើយ React Vue Angular Node.js អីនោះទាំងអស់នោះវាគឺជា JavaScript framework ណាហើយ Django នេះវាគឺជា Python framework Laravel យើងនេះវាគឺជា PHP framework សមមុតិថាដែលគេចាំបាច់ត្រូវការប្រើប្រាស់ framework ជាជាងប្រើភាសាដើមនេះយើងមិនគេប្រងប្រើភាសាដើមនោះតែម្ដងទៅបាទអញ្ចឹងសរុបមកវិញខ្ញុំនិយាយជារួម overview ទៅជារួមមកវិញមូលហេតុដែលគេនិយមប្រើប្រាស់ framework ជាជាងប្រើប្រាស់ភាសាដើមភាសាទី1 framework វាងាយស្រួលក្នុងការប្រើប្រាស់ឧទាហរណ៍សាមញ្ញដូចជា Bootstrap អញ្ចឹងណាការដែលយើងរៀនទៅលើ CSS បើកាលណាយើងចង់ដាក់ style វាមួយយើងត្រូវការ សេកូដវែងត្រូវទេយើងត្រូវការបង្កើត class យើងត្រូវការសេកូដឲ្យវែងឆ្ងាយដើម្បីផ្ដល់អា property នោះឲ្យវាតែកាលណាយើងប្រើប្រាស់ទៅលើ Bootstrap វាងាយស្រួលយើងគ្រាន់តែ include ជាមួយនឹង link ចូលទៅក្នុង file របស់យើងតែម្ដងហើយយើងអាចហៅវានៅលើ class តែម្ដងបានតោះណាអានឹងងាយស្រួលជាងណាអញ្ចឹងយើងត្រូវការសេកូដតិចជាងហើយយើងអាចបង្កើតទៅលើធ្វើការនោះដោយភាសាដើមដែរអានឹងគឺជារួមណាយើងហើយទី2ទៀតពេលខ្លះ framework មួយចំនួនក៏វាអនុញ្ញាតឲ្យហៅថាជា pre build ណាចង់ថាមាន component សពសាច់យើងក៏ទីនដាក់មកបានបាច់ចាំសរសេរទាំងអស់បានទេតោះណាវាងាយស្រួលអានឹងគឺជាលក្ខណៈពិសេសរបស់ framework ហើយមានច្រើនទៀតណាយើងត្រូវចាំថារៀងរាល់ framework នីមួយៗវាមាន feature រៀងៗខ្លួនតោះណាហ្នឹងហើយ feature ខ្លះវាអនុញ្ញាតឲ្យយើងធ្វើការបានច្រើនអញ្ចឹងទៅខុសគ្នាណា framework បើយើងនិយាយទៅ framework វាដូចលក្ខណៈដូចធំមួយអញ្ចឹងនៅពេល library អានឹងវាដូចជាលក្ខណៈមួយនៅក្នុងនឹងឧទាហរណ៍ថាដូចជាយើងចង់បានស្អីនេះមកក្នុង Laravel យើងស្អីនេះដែលត្រូវការ library បើយើងនិយាយនៅក្នុង Java សម្បូរ library ជាងណាគាត់ថាឧទាហរណ៍យើងចង់បាន component ណាមួយនៅក្នុង Java ហ្នឹងអញ្ចឹងបើយើងត្រូវការ import អា library នឹងចូលបានវាអាចដើរបានអញ្ចឹងណាខ្ញុំឧទាហរណ៍តិចចុះបាទស្រួលជ្រុលយើងសួរហើយខ្ញុំឧទាហរណ៍តិចនេះខ្ញុំសុំបើ IntelliJ តិចណាបាទអានេះចូល Spring Boot នេះបាទនេះអានេះហៅទៅជា library នេះលើនេះអញ្ចឹងណាអានេះឧទាហរណ៍ណាតែអានេះនៅក្នុង Java ទេតែប៉ុន្តែគាត់ថានៅក្នុងរបស់យើងក៏វាអញ្ចឹងដែរសរុបគ្នាបាននេះខ្ញុំឧទាហរណ៍ថាចាំតិចណានេះឧទាហរណ៍ថាអា service នេះ service មួយហ្នឹងវាត្រូវការយើងមាន library មួយទៀតមិនអាចដើរបានតោះណាអញ្ចឹងតើតែយើងមាន library មួយដុំហ្នឹងបានវាអាចដំណើរការបានតែបើសិនមកយើងលុប library នឹងចោលវាលែងដំណើរការដែរហើយតោះណានេះបិទទៅវាក្រហមដែរឃើញទេនឹងឲ្យចំនេះអញ្ចឹងណាតែដល់ពេល framework គឺវាទូទៅវិញថា framework វាគាត់ធ្វើការជំនួសឲ្យភាសាដើមមកវាមួយទេតែប៉ុណ្្នឹងឯងតែគាត់ថានៅក្នុងភាសាដើមហ្នឹងវាមាន library របស់វាច្រើនអញ្ចឹងទៅតោះណាអូខេណាកុំឲ្យវែងឆ្ងាយបែប hosting យើងចូលនេះវិញបាទទៅសុំឡើងទៀតណាយើងមានកថាប៉ុណ្ណឹងណាយើងមានយើងស្គាល់អំពី overview របស់ Laravel ថា Laravel ជាអីយើងស្គាល់អំពី data ដែលចាំបាច់ការប្រើប្រាស់ framework យើងដឹងអំពី MVC ណាយើង MVC គឺសំខាន់ណាយើង MVC នេះអានឹងគឺសំខាន់ណាស្ទើរតែគ្រប់ framework សំទោសស្ទើរតែគ្រប់ backend នៅត្រូវការប្រើប្រាស់ MVC ហ្នឹងឯងត្រង់ណាក៏ដោយហើយទី4គឺ project structure យើងត្រូវស្គាល់ពី structure របស់ project របស់យើងទាំងមូលហើយយើងស្គាល់តើការដែលយើងប្រើប្រាស់ MVC វាធ្វើការបែបម៉េចវាធ្វើការពីណាទៅណាអញ្ចឹងណាហើយទី6គឺយើងស្គាល់អំពី HTTP method ហើយទី7នេះយើងស្គាល់អំពី route ហើយនិង view ណាតែប៉ុន្តែនេះត្រូវការសិក្សាសម្រាប់ហើយសូមយកបង្ហាញហើយណានេះខ្ញុំឲ្យមកគ្នាយើងមើលតិចតទៅនឹង course យើងណាបាយធំតិចបាទហើយណាយើងខ្ញុំសូមបង្ហាញតិចណាយើងសិក្សានេះយើងចំណាយពេលប្រហែល18ម៉ោងណាវាអាចស្មើជាមួយនឹង5 6សប្តាហ៍សិក្សាវាហើយយើងនឹងនិយាយ cover ទៅអស់ហ្នឹងយើងតែសប្តាហ៍ទី1នេះយើងអាចមើលនេះមកបាទយើងមើលឃើញហើយតែសប្តាហ៍ទី1នេះយើង introduction នេះយើងស្គាល់អំពីការដំឡើងរបស់វាយើងឲ្យស្គាល់ណាយើងភាសាតិចយើងស្គាល់អំពីដំឡើងរបស់វាការដំឡើង framework ហើយនឹងស្គាល់ពី structure របស់វាណា
ហើយទី2យើងនឹងដឹងពីរោនឹងview ប៉ុន្តែគាត់ថាដោយសារវាយើងរៀនចាំតែសប្តាហ៍ក្រោយវាខ្លីពេកខ្ញុំសូមបង្ហាញឲ្យតែមកទៅណានឹងហើយរោហើយនឹង view ហើយសប្តាហ៍ទី7នៃអាទី3ហ្នឹងគឺយើងនឹងសិក្សានៅស្គាល់អំពី controller ណាយើងសិក្សាសប្តាហ៍ក្រោយនេះយើងមើលកន្លងមុនខ្ញុំអត់ឃើញអានឹងគឺ plan របស់យើងណាយើងហ្នឹងហើយចឹងសប្តាហ៍ទី3យើងនឹងរៀនអំពី controller ហើយនឹងការផាក data ហើយទី8យើងនឹងរៀនពី database នៅសប្តាហ៍នេះយើងណាយើងរៀន Laravel វាមាន database របស់វានឹងខ្លួនហៅថាជា Eloquent ណាបើសិនបើយើងរៀន Spring Boot អានឹងយើងប្រើប្រាស់JPA តែដល់ពេលយើងរៀន Laravel យើងប្រើប្រាស់ Eloquent ណាអានឹងវាជាភាសា database របស់វាមួយហើយនឹងឲ្យយើងនឹងស្គាល់អំពីការបង្កើតនេះអាទី9នេះយើងស្គាល់អំពីការបង្កើត group ណាហើយយើងចូលតិចយើងចូលទៅលើ